បាទជម្រាបសួរទៅដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់បាទទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះគឺខ្ញុំបាទសំណាក់ពិសេសមានរបស់ថ្មីចង់បង្ហាញនឹងទៅដល់ពុកម៉ែបងប្អូនយើងបានទស្សនានឹងអញ្ចឹងវត្ថុទាំងនេះគឺជាវត្ថុមង្គលវត្ថុសិរីសួស្តីណាដែលតាក់ទងទៅនឹងអបិយជំនឿហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមានពីររបស់ហ្នឹងហើយតាក់ទងនឹងវើចងឯងហើយនឹងបញ្ញាក្អែកដើមចែកហ្នឹងហើយចែកនេះគឺខ្ញុំបានយូរមកហើយហ្នឹងហើយប៉ុន្តែខ្ញុំជាវអស់ខ្លះហើយខ្ញុំទុកខ្លះហើយខ្ញុំទុកហ្នឹងខ្ញុំវិញដៃបាត់ប្រហែលជាចូលប្រហែលឆ្នាំដែរណាបងប្អូនបាទហើយថ្ងៃនេះគឺខ្ញុំបានទៅរើរបស់ខ្លះហ្នឹងនៅកន្លែងឃ្លាំងបញ្ញារបស់ខ្ញុំណាដល់ពេលខ្ញុំរើហ្នឹងក៏ឃើញរបស់ទាំងហ្នឹងគឺនៅក្នុងកតោនៅជាមួយនឹងពៅដោះក៏ដូចជាថ្នោតប៉ុនជុំហើយនឹងក្រុមក្លូតហ្នឹងហើយមានរបស់ល្អច្រើនអញ្ចឹងណាបងប្អូនបាទនឹងអញ្ចឹងដល់ពេលខ្ញុំឃើញគឺខ្ញុំភ្ញាក់ផ្អើលមែនទែនបាទហើយបានទាំងវើចងទៀតអញ្ចឹងណាហើយវើចងនេះឃើញអត់សូវស្អាតទេប៉ុន្តែវាពិសេសតិចខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនបាទឥឡូវនេះចង់បង្ហាញពុកម៉ែបងប្អូនមើលសិនតាក់ទងទៅនឹងបញ្ញាក្អែកដើមចែងអានេះគឺជាចែងគោកណាហ្នឹងហើយសម្រាប់បញ្ញានេះខ្ញុំមិនសល់តែប៉ុណ្្នឹងទេហើយខ្ញុំកាត់នេះគឺខ្ញុំទុកខ្លួនឯងមួយអង្គបាទដាក់ចាជាមួយអង្គហើយខ្ញុំឲ្យមើលសាច់ទាំងសាច់ដើមទាំងសាច់បញ្ញានេះមើល chopper រង្សីបាទនេះគឺជា chopper រង្សីនៃបញ្ញាក្អែកដើមចែងណាបងប្អូនបាទហ្នឹងហើយវាមានបកងវាមានបញ្ញាហ្នឹងហើយទាំងសបកទាំង chopper រង្សីគឺវាស៊ីគ្នាមែនទែនបាទមើលមក chopper រង្សីវាជះជាង7ទៀតបញ្ញាក្អែកដើម7វាថា chopper រង្សីវាជះប៉ុន្តែចែងនេះណាចែងជះជាង7ឆ្ងាយបាទជះជាងបញ្ញាក្អែក7ឆ្ងាយបាទនេះមើលយើងមើលសបល់នេះបញ្ញាក្អែកជាមួយនឹងបកងបញ្ញាក្អែកដើមចែងបងប្អូនបាទហ្នឹងហើយដល់ពេលខ្ញុំឃើញខ្ញុំក៏កាត់ដាក់បង្ហាញបងប្អូនទៅហ្នឹងហើយបងប្អូនស្រឡាញ់ក៏ចែកជាយកទៅអញ្ចឹងណាប៉ុន្តែមិនទាន់បានផងបាទបងគ្រូគាត់ខលមកតាក់ទងឥឡូវគាត់យកអស់ហើយបាទសូម្បីតែខ្ញុំក៏អត់មានដែរបាទចាំមើលពេលក្រោយទៀតហ្នឹងហើយបាទនេះចែងណាបងបាទហ្នឹងហើយចែងគោកចែងគឺគេប្រើផ្សំគ្នាបានច្រើនយ៉ាងណាព្រះបាទចាចែងក្រងរាជហ្នឹងហើយឬក៏យើងដាក់ចាចែងទេក៏បានបាទគឺពិសេសមែនទែនបាទរបស់បើយើងផ្គុំដល់ប៉ុណ្ណេះតាមក្បួនណាហ្នឹងហើយតាមក្បួនតាមធម្មក្រមរបស់គេណាបងប្អូនបាទវាពិសេសវាប្រើបានច្រើនយ៉ាងណាយើងសម្រាប់យើងអ្នកធ្វើការខាងមន្ត្រីរាជការខាងទៅធំរស់ស៊ីរអីហ្នឹងបាទចាចែងក្រងរាជហ្នឹងមកចប់បាទខាងបច្ចេកសង្គ្រាមនេះគឺមកចប់មិនបាច់ថ្លឹងថ្លែងមិនបាច់សង្ស័យថាអូបដោតទៅខាងណាខាងណីមិនបាច់ចាំទេបងប្អូនបាទហ្នឹងហើយបាទនេះchopperរង្សីស្អាតមែនទែនណាបងប្អូនបាទហ្នឹងហើយមើលគេយ៉ាយបញ្ញានេះគឺខ្ញុំថតឲ្យរៀងយូរបន្តិចឲ្យដើម្បីឲ្យបងប្អូនយើងបានមើលឲ្យល្អអញ្ចឹងណាបងប្អូនបាទស្អាតមែនទែនបងប្អូនបាទហ្នឹងហើយអញ្ចឹងមួយទៀតគឺខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនតាក់ទងទៅនឹងវល់ចងឯងកាប់ទៅរបស់នេះគឺខ្ញុំបានឃើញជាមួយគ្នាហ្នឹងគឺខ្ញុំសប្បាយចិត្តមែនទែនបាទហើយវល់ចងនេះវាមិនស្អាតទេវាមិនចងហាប់ទេប៉ុន្តែវល់នេះស្វិតណាសម្រាប់បងគ្រូអ្នកដែលច្បាស់តាក់ទងទៅនឹងប្រភេទវល់អាចដឹងហើយថាវាជាប្រភេទវល់អីអញ្ចឹងណាបងប្អូនបាទហ្នឹងហើយសម្រាប់វល់នេះគឺជាប្រភេទបាទវល់តំណោត្រីចងឯងបងប្អូនបាទអត់ងាយរយណានិយាយត្រង់បាទនេះអានេះសបករបស់វាដល់ពេលខ្ញុំហែកខ្ញុំឲ្យមើលសាច់ណាបាទអានេះគឺសាច់សនេះសាច់ដើមរបស់វាហ្នឹងវល់តំណោត្រីប្រភេទវល់តូចគឺបែបហ្នឹងណានេះវាមកបែបសហើយរឿងឆ្នូតឲ្យប្រហោងកដាលហ្នឹងវល់តំណោត្រីហើយបើនិយាយពីសបករបស់វាបើសិនជានៅស្រស់វាស្វិតប៉ុន្តែបើសិនជាវាស្ងួតវារឿងអាចផុយខាងក្រៅបន្តិចដូចរបស់ខ្ញុំនេះវាយូរណាស់ហើយចង់ចូល4-10ឆ្នាំហើយបងប្អូនបាទនៅទឹកដីអង្គរយើងណាដុសចេញពីត្បូងឡើងដើមខ្លែងគង់ណានៅអង្គរយើងខ្ញុំស្គាល់បើខ្ញុំដើររោទៀតប្រហែលអាចទៅឃើញទៀតប៉ុន្តែខ្ញុំភ្លេចកន្លែងបាទហើយសបកវាទៅពេលយើងហែកមកវាមានតែសាយបែកផ្សែងបែបដូចគេហៅដូចសលៃអញ្ចឹងណាប៉ុន្តែវាឃើញតិចព្រោះអានឹងវាដើមតូចវាអត់មានដូចដើមបែបផ្សែងទេដើមបែបផ្សែងបែកមកហែកមកគឺឃើញបាទតែសាយបែកផ្សែងរបស់វាអញ្ចឹងមកគឺហុយផ្អោងមកបាទនេះប្រភេទវល់វាតូចអញ្ចឹងវាឃើញតិចអញ្ចឹងណាហ្នឹងហើយកុំឃើញអញ្ចឹងថាអូវល់ស្អីទេវល់ទឹកដោះឬក៏វល់អីផ្សេងអត់មែនណាបងប្អូនបាទអត់មានវល់យាវអីណាអានេះគឺបាទវល់តំណោត្រីហ្នឹងហើយយូរហើយរបស់នេះគឺអត់បានដាក់ត្រាំប្រេងត្រាំកមុនអីទេ
អញ្ចឹងគឺវាអាចប្រើប្រាស់បានតាក់ទងទៅនឹងខាងកងស្វិតហ្នឹងហើយរបស់នេះយកមកធ្វើកិច្ចត្រឹមត្រូវណាបងប្អូនបាទហ្នឹងហើយប្រភេទវត្តណត់ត្រីកាលនោះខ្ញុំបានមកច្បាយដែរប៉ុន្តែខ្ញុំអត់សូវបដោតព្រោះខ្ញុំអត់សូវយកចិត្តទុកដាក់ជាមួយនឹងវត្តណត់ត្រីណាខ្ញុំធុញនៅពេលដែលជាវគឺវាមានការធុញការសុញសាញសុំសាកគ្នាទៅទេបាទវាវែងឆ្ងាយពេកទៅខ្ញុំខ្ជិលអត់ចង់រស់ស៊ីតាក់ទងទៅនឹងវត្តណត់ត្រីហ្នឹងហើយវត្តនេះខ្ញុំបានដាក់ជាវទៅណាបងប្អូនបាទខ្ញុំទុកខ្លួនឯងសម្រាប់ថ្ងៃមុខឲ្យក្រោយប្រទេសជាតិមានបញ្ហាអីគឺបាទខ្ញុំប្រើប្រាស់ហ្នឹងហើយនេះស្វិតមែនទេណាបងប្អូនបាទស្វិតណាស់ទាញទៅនេះវត្តណត់ត្រីសប្បាយចិត្តមែនទេណាបងប្អូនបាទបាទអញ្ចឹងវីដេអូនេះខ្ញុំបាទមានប៉ុណ្្នឹងណាបងប្អូនបាទសូមអរគុណបាទសូមជម្រាបលា